videoមេរៀនទី2ស្វ័យគុណមេរៀននេះចាប់ផ្ដើមទី8ឡើងទៅអាចមើលបានរហូតដល់ទី12ឥឡូវយើងចាប់ផ្ដើមលើលំហាត់តូចជាមុនសិនលំហាត់ទី1សរសេរផលគុណខាងក្រោមជាស្វ័យគុណរួចប្រាប់គូលនិងនិតទស្សនវាឲ្យសរសេរជាស្វ័យគុណរួចហើយប្រាប់គូលនិងនិតទស្សនអញ្ចឹងយើងត្រូវស្គាល់និតទស្សនហើយនឹងគូលសិនតែយ៉ាងម៉េចណាអញ្ចឹងនៅទម្រង់ស្វ័យគុណគឺសរសេរបែបនេះយើងអានថាយ៉ាងដូចមិនដេចយើងអានថា a ស្វ័យគុណ n កន្លែង n នេះយើងអានថានិតទស្សនខាងក្រោមនេះយើងអានថាគូលហើយទាំងអស់ហ្នឹងគេហៅថាជាទម្រង់អីស្វ័យគុណបាទឥឡូវយើងចាប់ផ្ដើមលំហាត់នេះគេឲ្យយើងប្រាប់គូលនិងនិតទស្សនប្រាប់គូលនិតទស្សនឥឡូវយើងមើលកន្លែងណាគូលកន្លែងណានិតទស្សនចឹងឥឡូវបងប្អូនមើលសិននេះ7គុណ7 7 7ឥឡូវយើងមើលថា7គុណគ្នាចំនួនប្រមាណដងយើងរាប់មក1 2 3 4អញ្ចឹងមានន័យថា7ចំនួនប្រមាណដងមិន4ដងអញ្ចឹងយើងសរសេរបាន7ហើយដាក់លេខ4ខាងលើ7ស្វ័យគុណ4យើងអានអញ្ចឹងមក7ស្វ័យគុណ4ឥឡូវសំណួរគេសួរយ៉ាងដូចម្ដេចសំណួរគេសួរថាសរសេរជាស្វ័យគុណបាទនេះយើងបានសរសេរហើយជាទម្រង់ស្វ័យគុណបន្តមកទៀតប្រាប់គោលនេះប្រាប់គោលហើយគោលនៅកន្លែងណាយើងមើលព្រឹត្តិប្រមុនរបស់យើងនេះអានៅខាងក្រោមចឹងគោលនៅខាងក្រោមមិនអញ្ចឹងហ៎ចឹងគោលយើងលេខប្រហែលគឺលេខ7យើងដាក់មកមានអីគេមានគោល7បន្តមកទៀតគេសួររកអីទៀតនីតួទស្សននីតទស្សននៅកន្លែងណាខាងលើវាគឺជាលេខប្រហែលលេខ4បាទយើងសរសេរបន្តទៀតមកមានគោល7ហើយនិតទស្សនបាទនិតទស្សនស្មើប្រមាណស្មើនឹង4អញ្ចឹងចម្លើយហ្នឹងគឺមានប៉ុណ្ណឹងគេសួរតែប៉ុណ្ណឹងទេណាឥឡូវចូលដល់សំណួរខបងប្អូនមើលប្រមាណវិធីគុណបន្តគ្នាបាទដក3គុណនឹងដក3គុណដក3ចំនួនប្រមាណដងដែរមើលបាទ1 2 3 4 5ដងអញ្ចឹងដក3នេះមានប្រមាណដងមិញគឺមាន5ដង1 2 3 4 5អញ្ចឹងដក3ស្វ័យគុណ5ដក3ស្វ័យគុណ5ឥឡូវយើងសរសេរប្រាប់ទៀតមកមានគោលប្រមាណបាទមានគោលលេខប្រមាណបាទខាងក្រោមនេះគឺលេខដក3ហើយបន្តមកនឹងនិតទស្សនបាទនិតទស្សននៅផ្នែកខាងណាផ្នែកខាងលើគឺជាលេខប្រមាណបាទនិតទស្សនគឺជាលេខ5ដែរចប់សំណួរទី2ចូលដល់សំណួរទី3សំណួរទី3កើយើងពិនិត្យមើលអក្សរកើលេខគុណបន្តគ្នាដក2ហើយគេដាក់ចុចគុណរហូតដល់ដក2ទៀតប៉ុន្តែបើសិនជាបងអូនរាប់បែបនេះម្ដង2ដងហើយចុចនេះយើងអត់ដឹងថាវាមានប្រមាណដងទេអញ្ចឹងបណ្ដៃគេប្រាប់ករណីពិសេសនេះគេប្រាប់ថាម៉េច20កតាលេខ20ហ្នឹងតំណាងអីលេខ20ហ្នឹងមានន័យថាគេចង់ប្រាប់យើងថាអាដក2នេះគុណគ្នារហូតចំនួនប្រមាណដង20ដងតោះនេះអញ្ចឹងបើកន្លែងហ្នឹងគេដាក់ថាលេខ20មានន័យថាលេខខាងលើគុណគ្នា20ដងបើគេដាក់កន្លែងហ្នឹង100មានន័យថាគុណគ្នា100ដងអញ្ចឹងតាមលេខជាក់ស្ដែងគេដាក់លេខប្រមាណគឺស្វ័យគុណប៉ុណ្ណឹងហើយណាអញ្ចឹងនេះគេដាក់តែ20អញ្ចឹងបងអូនសរសេរបានយ៉ាងម៉េចយើងសរសេរថាម៉េចស្មើនឹងប្រមាណដក1លើ2ហ្នឹងចំនួនស្វ័យគុណប្រមាណនេះ20ដងមកអញ្ចឹងយើងបានអីបាទមានគោលស្មើអីគោលយើងគឺដក1លើ2ហើយ
นิตุสันประมาณmất thầy chẳng mà đòn tiền cái lại đang mình vào bạn đây này ba sân nè cái lại đi cái đã pi pon sam sập cả tà chẳng lại đến đâu thì chia lại mà pi pon sam sập ok sân khâm thầy vô